วิชาแต่ว่าที่เป็นคนจะทำตามวิชาได้เราจะยงไหนปีอยากต่อตามในวิชาสมเด็จจะเรียนภาษาเราจะรู้อาซาเซ่คือเชี่ยวของเราอาจจะเรื่องราวอย่างไรนะในดิบวนบานจองตรางว่าเรื่องโยมปีปัญหามันรู้นักสังคมมุมชอบมันปักสายเราต้องเรียนเรียนมากคนในสายการเรียนนะสายตั้งไว้เรียนชอบโยมอะไรเรียนไปชอบจัดงานที่มุ่งเมาปัจจุบันเราดูสำคัญนะที่บ้านต้องเรียนไปตอนนั้นจะเรียนภาษาเรารู้อาซาเซ่គឺជាស្នាដៃអក្សរសិល្ប៍គឺជាកម្រស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលឆ្លុះបញ្ចាំងពីការរស់នៅរបស់មនុស្សហើយនឹងខាងបន្តដើម្បីឲ្យអ្នកស្ដាប់អ្នកអានយល់ច្បាស់យើងនៅសង្ខេបតាមនេះម៉េចเราดูต้องเรียนงานสำหรับผมเป็นนะงานเราจะนอกดูศึกษาครูของน้องชาวนาซอสผมเรียนพอมองหน้าทางงานจำงานต่อได้วิจัยอะไรสายตาของวิจัยโยนให้เล่นกับแม่เขาให้เต้นกับเราพอเราสังเกตใช่ไหมครับศึกษาครูชาวนาซอสគឺជាដំណើរបែបរស់នៃអក្សរសិល្ប៍តាមតាមការនិយមបែបនៃវណ្ណៈឬសកលវណ្ណៈសង្គមលើទស្សនៈទស្សនៈគោលគំនិតតាមមួយនៅក្នុងដំណាក់កាលនៃប្រវត្តិសាស្ត្រដើម្បីឲ្យយើងកាន់តែយល់ដឹងពីមេរៀនបន្តឥឡូវគ្រូសុំម្នាក់ដើម្បីអានមេរៀនទាំងមូលហើយបន្ទាប់មកលោកគ្រូនឹងធ្វើការបញ្យល់ចំណុចមួយដល់សិស្សទាំងអស់គ្នាគ្រូសុំเรื่องអានអត្ថបទយើងដើម្បីឲ្យលោកគេយើងអង្គគ្នាចាំតាមការបានជាភាសាលោកគ្រូបំណត់ចលនាអក្សរសិល្ប៍ពុទ្ធសាសនាជាសាសនាមួយដែលជនជាតិខ្មែរធ្លាប់បានគោរពបូជាតាំងពីបុរាណកាលមកម្ល៉េះសាសនានេះបានចាក់ឫសយ៉ាងជ្រៅយ៉ាងជ្រៅទៅក្នុងប្រអប់បេះដូងរបស់មនុស្សខ្មែរដូចជាព្រហ្មញ្ញសាសនាដែរក្នុងពេលខ្លះពុទ្ធសាសនាបានរួមចំណែកយ៉ាងខ្លាំងដល់ការកសាងប្រទេសឲ្យរីកចម្រើននិងការពារទឹកដីឲ្យមានអតិភាពថែមទៀតសប្តាហ៍ថ្ងៃនេះទោះបីពុទ្ធសាសនាបានជ្រាបចូលក្នុងចិត្តគំនិតទំនៀមទម្លាប់ប្រពៃណីនៃសង្គមខ្មែរក៏ដោយក៏ឥទ្ធិពលនៃសាសនាព្រាហ្មណ៍ដែលលុបលាយស្ទើរតែអស់គ្មានសល់រូបរាងពីសង្គមខ្មែរនោះនៅតែជ្រាបចូលលេឡំនៅក្នុងសន្តានចិត្តខ្មែរដដែលទន្ទឹមនឹងនេះទោះបីឥទ្ធិពលបរទេសផ្សេងទៀតកំពុងជាឥទ្ធិពលប្រជែងនឹងលក្ខណៈជាតិខ្មែរដែលឥទ្ធិពលទាំងអស់នេះហើយបានជាឥទ្ធិពលមកលើអក្សរសិល្ប៍ខ្មែរយើងម
មួយចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមអក្សរសិល្ប៍កូនព្រាហ្មណ៍និយមឬអក្សរសិល្ប៍បែបព្រាហ្មណ៍និយមគឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលមានទំនៀមទម្លាប់នឹងតូននឹងបែបបទពុទ្ធិសាសនាព្រាហ្មណ៍អក្សរសិល្ប៍បែបនេះគេតែងតែជឿលើអតិភិបមានព្រះព្រហ្មអតិទេពមានព្រះព្រហ្មព្រះឥសូរឬសេវៈព្រះវិស្ណុឬព្រះនរាយណ៍ម្យ៉ាងទៀតគេជឿថាពុទ្ធិទាំងឡាយស្ថិតនៅក្នុងគម្ពីរវេទតួអង្គសំខាន់ជាតួអង្គអតិភិបឬអតិទេពឬអវតារជាដើមឧទាហរណ៍រឿងរាមាយណៈមហាភារតយុទ្ធ ឡើយអត់គេបានអានដល់ហើយឡើយលោកគ្រូនឹងការបញ្យល់ពាក្យព័ន្ធនឹងចលនាអក្សរសិល្ប៍នីមួយៗក្រោយពីបានអានមិញគេចែកចលនាអក្សរសិល្ប៍ជាប្រមាណដែរជាប្រមាណគេចែកចេញចលនាអក្សរសិល្ប៍ជា4ទី1គឺអក្សរសិល្ប៍ព្រាហ្មណ៍និយមហើយទី2អក្សរសិល្ប៍ទី3ចលនាអក្សរសិល្ប៍ហើយនឹងចុងក្រោយចលនាអក្សរសិល្ប៍បាទពាក់ព័ន្ធនឹងចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមគឺជាស្នាដៃទាំងអក្សរសិល្ប៍ទាំងឡាយណាដែលមានទំនៀមទម្លាប់ទៅនឹងបែបលទ្ធិព្រហ្មញ្ញសាសនាចឹងយើងដឹងហើយថាព្រហ្មញ្ញសាសនាគឺជាសាសនាមួយដែលមានដំណើរនៅប្រទេសឥណ្ឌាហើយបានហត់ចូលមកនៅកម្ពុជាយើងតាំងពីសម័យបុរាណកាលណាគេនិយាយទៅដល់សាសនាព្រាហ្មណ៍សាសនាឬក៏ព្រហ្មញ្ញសាសនាហ្នឹងគេតែងតែនឹកទៅដល់ព្រះអាទិទេពសំខាន់នៅក្នុងសាសនាហ្នឹងមាន3ធំគឺព្រះអីព្រះតោឬក៏ព្រះទេវៈព្រះវិស្ណុឬក៏ព្រះនរាយណ៍ហើយនឹងចុងក្រោយព្រះព្រហ្មបាទវិញ្ញាណវិញទៀតគេជឿថាពុទ្ធិទាំងឡាយស្ថិតនៅក្នុងគម្ពីរវេទតួអង្គសំខាន់ជាតួអង្គអតិទេពជាដើមអញ្ចឹងរឿងបងមកវិញចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមគេសំដៅទៅដល់រឿងឬក៏ជាអត្ថបទទាំងឡាយណាដែលមានលទ្ធិឬក៏មានបែបបទបែបសាសនាបែបព្រហ្មញ្ញសាសនាដូចជារឿងរាមកេរ្តិ៍របស់យើងឬក៏រាមាយណៈរបស់ឥណ្ឌារឿងមហាកុសលទឹកដោះហើយមហាភារតជាដើមការជួនការបង្កើតសំណាងតើយើងមានចំនួនប៉ុន្មានមានចំនួន4ដូចជាចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមពុទ្ធនិយមអក្សរសិល្ប៍ខមរនិយមនិងចលនាភាសាបរទេសអញ្ចឹងដើម្បីកិច្ចការយើងបន្តបងនឹងដាក់កិច្ចការងារពួកយើងជាក្រុមទាំងអស់គ្នាណាអញ្ចឹងពួកយើងនឹងចាប់គ្នាជា4ក្រុមដើម្បីសិក្សាពីនិយមន័យនៃអក្សរសិល្ប៍ចលនាអក្សរសិល្ប៍នីមួយៗផងដែរអញ្ចឹងពួកយើងទាំងអស់គ្នានឹងចាប់គ្នាតែគូជា4ក្រុមដើម្បីដាក់ការងារកិច្ចការងារពលរដ្ឋទាំងអស់គ្នាចឹងយើងអាចយើងចាំរបៀបរំលែកទៅមកក៏យើងអាចធ្វើជាតាមសួររបស់យើងឥឡូវយើងអាចចាប់គ្នាយើងទៅណាដល់អញ្ចឹងយើងអាចក្រុមទី1ក្រុមទី2 3ហើយក្រោយនេះគឺ4អស់គ្នាណាក្រុមណាយើងអាចថាគឺយើងមកមានបានដែរបាទយើងអាចចាំដាក់ជាដៃគូយើងគឺសំណួរទាំងអស់គឺយើងនឹងមាន4ក្រុមដែលយើងនឹងសិក្សាអំពីនិយមន័យនិងសាច់រឿងណាខ្លះដែលមានស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ផងដែរដែលយើងអាចអានមើលនៅក្នុងអត្ថបទសភៅយើងសភៅគោលរបស់យើងអញ្ចឹងបងនឹងដាក់អនកណាត់ពីខាងបងសម្រាប់សរសេរជាចម្លើយមកខាងបងផងដែរហើយបងនឹងបិទជាសំណួរទៅកាន់បងអូនយើងអាចបាទអញ្ចឹងក្រុមទី1ក្រុមទី
ទី2ក្រុមទី3ហើយក្រុមទី4ចេះងាយចាំមកក្រុមចំនួន6នេះបានណាចាំសងអូនឡាយអានសំណួរទាំង4យើងបានហើយសំណួរភាសាក្រុម1ដោយប្រទេសដែលហៅថាចលនាអក្សរសិល្ប៍តើគេអាចចែកចលនាជាប៉ុន្មានមានអ្វីខ្លះ2ដោយប្រទេសដែលហៅថាចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមពុទ្ធនិយមចលនាអក្សរសិល្ប៍ទាំងពីរមានរឿងអ្វីខ្លះ3ដោយប្រទេសដែលហៅថាចលនាអក្សរសិល្ប៍ខេមរនិយមបរទេសនិយមចលនាអក្សរសិល្ប៍ទាំងពីរមានរឿងអ្វីខ្លះ4ក្នុងបញ្ហាខាងក្រោមនេះតើរឿងណាខ្លះដែលស្ថិតក្នុងចលនាអក្សរសិល្ប៍ទាំង4ខ្លះរឿងមរណៈមេតារឿងកលាបបៃលែនរឿងអ្នកតាទឹកអ្នកតាភ្នំរឿងមាយាស្ត្រីរឿងមាយើងរឿងពុទ្ធិសែនរឿងក្រុងសុភមិត្តរឿងសឹងបលារឿងរាមកេរ៍រឿងរាមាយណៈរឿងព្រះវេស្សន្តររឿងគុំទាវរឿងហង្សយន្តរឿងសុបិនកុមារនិងរឿងពិពលរាជអរគុណច្រើនអញ្ចឹងសំណួរយើងទាំង4នេះគឺក្រុមទាំង4ក្រុមផងដែរអញ្ចឹងសំណួរបងប្អូនក្រុមទី1គឺសំណួរទី1ដែលគេសួរថាដូចនេះហៅថាចលនាអក្សរសិល្ប៍ហើយតើអក្សរសិល្ប៍គេចែកចេញជាប៉ុន្មានមានអ្វីខ្លះសម្រាប់សំណួរបងប្អូនក្រុមទី1ក្រុមទី2គឺសំណួរយើងអាចសួរតើដូចនេះហៅថាចលនាព្រាហ្មណ៍និយមចលនាពុទ្ធនិយមហើយតើចលនាទាំងពីរនេះគឺមានរឿងអ្វីខ្លះសំណួរទី4ក្រុមទី3គឺដូចនេះហៅថាចលនាខេមរនិយមបរទេសនិយមហើយចលនាទាំងពីរគឺមានរឿងអ្វីខ្លះចំណែកក្រុមទី4គឺយើងនឹងស្រង់ខុសយើងនឹងធ្វើសំណួរមួយគឺយើងនឹងស្រង់បែងចែករឿងទាំង4ចលនាតើរឿងទាំងខាងក្រោមទាំងប្រមាណនេះតើរឿងទាំងអស់នេះស្ថិតនៅក្នុងចលនាអ្វីខ្លះអត់ទេបងចាំបងប្អូនគ្នាអាចចាប់ផ្ដើមធ្វើបានពុទ្ធនិយមថ្ងៃនេះថាពុទ្ធសាសនាយើងនៅថាពុទ្ធនិយមគឺសម្រាប់ទៅលើពុទ្ធសាសនាទៅលើការអប់រំទៅលើការព្រានបដៅទៅលើអប់រំទៅលើចិត្តមនុស្សឲ្យដឹងថាអ្វីល្អនិងអ្វីអាក្រក់ឲ្យយើងដឹងផងដែរអ
cái đó cái hay nào bây giờ anh bật thêm throw tìm nói cho bây giờ các bạn mà hay lời quay cho bạn mì nè trong cái dòng bị từ bóng cam bên trong phim thì chúng nó bên trong đó là lại hai tem bằng hai cái poster để cái gì những ai hả thì không á chẳng cô dân chọn ốc rồi ốc nia nè chẳng cô dân ai ở một hai trường lời bạn đó bạn đó xong trong đi mua tên mà ai được một hai trường lời bạn bán thì ai được lời bạn này bạn một hai trường lời một hai trường lời được lời hai chữ sai nhưng bạn rồi trong ăn trường lời một sai trường những cái từ lực miền ấy quật ở rồi miền chẳng để là quật như ấy còn ôi quật bẩn cái này là bọn trai ở trong những cái trong đi muối cho là sao sớm cứ chia tầm nào phải tôi nè xong nè sao sớm tăng ca này dùng mình na được còn na lơ từ đấy tôi sẽ nã có một lần nào muối trong tầm nào ca này phải vận sản cua cho là sao sớm có yếu được cây bay chạy từ bốn mình cho là sao sớm điều này dông cho là sao sớm con này dông nên cho là sao sớm camera này dông năm mươi tiết cứ cho là sao sớm bao tên này dùng cho nên bao trong nhật nhóm làm bao sai áp trong phần đấy xong hai mươi ba đó bà nói xong trong TV mình là sao thôi chị đồng ông chị từ từ là được rồi nên xong đây phải làm gì đi nhóm với chị sẽ làm nào trong TV là có sai cho là na được đây là hạt há cho là sao sẽ prem để dùng chân cho là sao sẽ prem để dùng cứ chia sạc đây à sao sẽ từng lại na để đâu còn nữa đường pro máy sao snap đây kia là vô tụi ông bay xong thằng một cái dây đường pro prem sẽ vẽ đang prem is được chỉ đờm hay rương miền bị chia rương điểm kế rương post một tự đọc chỉ đờm 20 tiết à sao sẽคนนิยมมาซ้อแซ่คนนิยมคือเจียซ้อแซ่ถึงไรหน้าได้เมียนตื่นนอนตื่นน้องเรื่องพุทธศาสนาแต่เมียนเรื่องดิเจียเรื่องใบสุดดอเจียต้อให้ในเรื่องเต็มใบเจียเดิมเจียจะได้บอลลิงข้ามไม่ได้แบบนั้นทำก็chụp ảnh ai vô mình nâng mà hồn thằng đây thế ta rồi mà tiếp theo là một hai nó dùng lời luôn phải đặt trên phong môi tia sao đây thấy ai vô mình nâng mà ta tạo bao nhiêu công from đi tới cuối cho là ná để không play khi cho là ná đi tiết tôi cùng vô cô thì lần thị ná như sao xin ná ơi cứ chỉ ca và đơn một ca đến tập khơi với chạy xe không đưa một nào mấy cho ná sao sang này nhóm viên đưa ca sự cố và làm bài đến số 2 thấy cho mình ăn 10 Tết cho là ná sao sang vào tên thì dùng cứ dùng nào không cô nít con nít tên thếแต่ผมสร้างการวันที่เปลี่ยนศาสนาแต่ผมหรือเชียร์สมเด็จสมเด็จสัมภาษณ์หรือว่าแม่แต่เรื่องมอภูเตะให้เรื่องมันเป็นเรื่องอะไรนะ cả là xong con đi cuốn cả là xong con đi cuốn
នេះគឺអត់នេះចម្លើយចំពោះផងដែរអញ្ចឹងយើងអត់មើលចម្លើយអត់នេះថាតើចម្លើយរបស់យើងនឹងមានអ្វីខ្លះណាតែអញ្ចឹងសូមអូនស៊ីណាតអាននៅចលនាសរសិល រៀបសារលោកគ្រូចលនាអក្សរសិល្ប៍គឺជាដំណើរប្រែប្រួលនៃអក្សរសិល្ប៍តាមនិយមវណ្ណៈឬសរសើរសង្គមទៅលើទ្រឹស្ដីទស្សនៈយល់កំណត់ណាមួយក្នុងដំណាក់កាលនៃប្រវត្តិសាស្ត្រចាតទីអាចចែកចលនាអក្សរសិល្ប៍ខ្មែរជា4ប្រភេទមានអក្សរសិល្ប៍ព្រាហ្មណ៍និយមអក្សរសិល្ប៍ពុទ្ធនិយមអក្សរសិល្ប៍វិរៈនិយមអក្សរសិល្ប៍បរទេសនិយម អរគុណច្រើនយើងអាចគិតដល់នឹងក្រុមមួយនិងក្រុមនឹងនិយមបណ្ដៃមិញចម្លើយស្តៀងគ្នាដូចគ្នាត្រូវឬខុសត្រូវបាទអញ្ចឹងចលនាអក្សរសិល្ប៍គឺជាដំណើរដែលប្រែប្រួលនៃអក្សរសិល្ប៍តាមការនិយមស្ទើរវណ្ណៈឬស្ទើរសង្គមទៅលើទ្រឹស្ដីគោលណាមួយនៅក្នុងដំណាក់កាលនៃប្រវត្តិសាស្ត្រអញ្ចឹងយើងអាចថាដូចចលនាអក្សរសិល្ប៍ទាំង4អញ្ចឹងយើងគឺបំរែបំរួលទៅតាមសង្គមឬវណ្ណៈដូចជាអក្សរសិល្ប៍ពីអក្សរសិល្ប៍ព្រាហ្មណ៍និយមអក្សរសិល្ប៍ពុទ្ធនិយមហើយនិងអក្សរសិល្ប៍ខមរនិយមហើយនិងភាសាបរទេសផងដែរអញ្ចឹងសូមអូនរតនាអានអក្សរសិល្ប៍ព្រាហ្មណ៍និយម ជំរាបសួរលោកគ្រូចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមគឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលមានទំនាក់ទំនងទៅនឹងលទ្ធិសាសនាព្រាហ្មណ៍អក្សរសិល្ប៍បែបនេះគេតែងជឿលើអាទិទេពមានព្រះព្រហ្មព្រះឥសូរព្រះនរាជ ចឹងអក្សរសិល្ប៍ព្រាហ្មណ៍និយមចឹងដូចបានអានចឹងគឺទាក់ទងទៅនឹងលទ្ធិសាសនាព្រាហ្មណ៍អក្សរសិល្ប៍បែបនេះគឺគេតែងជឿលើអាទិទេពអញ្ចឹងបងប្អូនធ្លាប់អានរឿងអីខ្លះដែលទាក់ទងទៅនឹងអាទិទេពគេដែលទីទៀតបងប្អូនទៅដល់ទីទៀតទីមិនថាលើកឧទាហរណ៍មួយគឺរឿងគេអញ្ចឹងបងប្អូនធ្លាប់អានប៉ះតលែងហនុមានលើកភ្នំយីអត់លើកភ្នំលើកភ្នំអានេះកន្លែងលើកភ្នំមួយទៀតអញ្ចឹងបងប្អូនថាតើមានហនុមានណាលើកភ្នំរួចអត់អត់មានទេណាអញ្ចឹងហើយនេះគឺសុទ្ធតែជារឿងអាទិទេពដែលដូចជាចេះបំបានការចេះប្រសើរណាចេះហត់ចេះហើចេះដល់លើកដែរជាគ្រាអាកាសបាទអញ្ចឹងនេះគឺជារឿងអាទិទេពឧទាហរណ៍អញ្ចឹងយើងនឹងសិក្សាបន្ថែមទៅលើរឿងមានតទៅផងដែរអញ្ចឹងចលនាពុទ្ធនិយមបងអូនជីវ៉ា រៀបសារលោកគ្រូចលនាអក្សរសិល្ប៍ពុទ្ធនិយមគឺជារបស់រឿងរ៉ាវផ្សេងៗដែលទាក់ទងនឹងការលើកយកទ្រឹស្ដីពុទ្ធសាសនាធ្វើជាគោលហើយទ្រឹស្ដីទាំងនោះស្ថិតនៅក្នុងគម្ពីរព្រះត្រៃបិដកដែលអ្នកនិពន្ធលើកយកបញ្ហាបុណ្យបាបផលល្អអាក្រក់របស់តួអង្គមកចាំដោះស្រាយដែរ ចលនាពុទ្ធនិយមគឺយើងបានសិក្សាអំពីគឺពុទ្ធនិយមមួយគឺបញ្ជាអំពីទ្រឹស្ដីគឺអំពើបាបនិងអំពើអាក្រក់អញ្ចឹងយើងធ្វើការទាក់ទងទៅនឹងរឿងពុទ្ធនិយមហើយគឺការអប់រំដូចជារឿងព្រះយេព្រះវេស្សន្តរអគិទៀតសវណ្ណសាមទី1អញ្ចឹងរឿងពុទ្ធសាសនាអង្គគឺសិទ្ធិអប់រំយើងអំពីគេអប់រំទាក់ទងទៅនឹងបុណ្យបាបល្អនិងអាក្រក់ពីចឹងគឺរឿងហ្នឹងគឺចង់និយាយអំពីអ្នកណាដែលធ្វើអាក្រក់គឺនឹងបានអាក្រក់អ្នកធ្វើល្អគឺនឹងបានចាស់សប្ថ្ងៃចឹងឲ្យយើងមកចម្លើយជាបន្តទៀតចឹងអក្សរសិល្ប៍ខមរនិយមអូនជីវ៉ាអសូរីដល់អូនជីមីង គ្រូអក្សរសិល្ប៍ខមរនិយមគឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណាដែលពុំបានយកគោលពីលទ្ធិសាសនាណាមួយឡើយគឺជារឿងដែលប្រឌិតតាមការដែលគេឃើញជាក់ស្ដែងក្នុងសង្គមជាតិខ្មែរតែម្ដង ចឹងនៅក្នុងរឿងខេមរនិយមនេះផងដែរគឺគេយើងត្រូវបានអានฟังលើជួបរឿងនេះខ្លះបានបៃលើរឿងទីយោសុខានសិលបឡានៅទីការសកលចឹងយើងមានរឿងចាស់នេះទៅពាក់ព័ន្ធទៅនឹងសម័យកាលសង្គមខ្មែរយើងផងដែរប៉ុន្តែតើរឿងទាំងអស់នោះមានតម្លៃអប់រំក្នុងរឿងទេមានឧទាហរណ៍ដូចជារឿងគេរឿងបឡាបៃលិនតើក្នុងបឡាបៃលិនហ្នឹងតួអង្គណាដែលជាផ្ដល់តម្លៃអប់រំប្រកាន់រឿងអង្គតួអង្គចិត្តតែតួអង្គចាំចិត្តហ្នឹងគឺមិនខ្លះជាលោកសាស៊ូអាហានតែពុកពៀនពីកូនអ្នកសោតត្រង់សោតខ្លាយទៅជាអ្នកតែត្បូងតែទៅជួបនឹងថ្ងៃនេះថ្ងៃស្បត់ដែលមុននឹងជួបហ្នឹងក៏បាននិយាយហ្នឹងក៏ពីយើងចាំចិត្តហ្នឹងថាជាមនុស្សសូមធាន
màu đó bên đây này thì nó phải show cái sai gì sai xa tay sầm lên trồng riêng cà phê từ thua không sao phí để cho trên sầm lên thì ở tao trang sao bò tê ôn địa xa tao lâu đó thật ta mà đọc có thật xa lúc lúc trên tay chỉ lắm คือจะซักแซ่ในมีกี่คนเลยยกเรื่องบริเตเซ็งมึงมาบอกเทียนซาเจี๊ยบหรือกี่คนโดยจำลองตามโดยเสียซาตกตรงนี้ถุงเลือกไปไหมในแต่หน้าหรือว่าบริเตสดใส sao tao bò trên phòng ái cư dương ở bên ban chia gì quân đòi sang gì quân thế bên tay cư dương chia bên chia thủ lòn một cò bỏ xa bên thang cái trái bị thủ sòm lấy mò tới chia thì sáng mai bên tay nó không lưu phòng đây nhưng mà ban cái trái bị và bạn thưa ô tô kia không đồng bằng giờ ban cái thì kia không đồng bằng nhưng không bài thì cái bậc kia không đồng bằng nhưng một trái kia cứ không đồng bằng này sao đấy thì sao còn tiền chấm hai bên cứ để sáng tụi nhân tụi nó bò lên cứ sâu xa đôi rơi kỹ lên đi cả thì những phương án và đến lương nó rất là nhiều bò thì dừng bàn ăn bàn chuông hay là mấy đến cứ con đừng sân xa nữa nó thành để xin nó vẫn thành phòng này lo dương tụm lúa muối dương đừng xoay ngọc như thế ta phải chọn đây ban dương tao sân xa cho là nào sao sợ Người đi ngồi, tôi đây là hai cho là sọ sờ, còn đang chết, tôi lấy, bắt chết đấy đi rồi, chết đấy. chút scop đây ยังไงถึงช่วงการเรียนไปยืนกำรำรถดีเลยถึงช่วง